សួស្តីអ្នកទាំងអស់គ្នាស្វាគមន៍មកកាន់ Channel ចំណេះដឹងទូទៅរបស់ខ្ញុំបាទវីដេអូរបស់ខ្ញុំបាទថ្ងៃនេះនឹងនាំអារម្មណ៍អ្នកទាំងអស់គ្នាទៅស្គាល់អំពីសុបិនល្អទាំង20ដែលមនុស្សគ្រប់គ្នាជឿថាជួយឲ្យនាំសំណាងនិងអាចធ្វើឲ្យយើងក្លាយជាអ្នកមានបានប៉ុន្តែមុននឹងអ្នកទាំងអស់គ្នាស្ដាប់នៅវីដេអូសូមជួយចុចលើពាក្យ Subscribe បន្ទាប់មកជួយចុចលើរូបកណ្ដឹងដើម្បីទទួលបានវីដេអូចំណេះដឹងទូទៅថ្មីៗពី Channel របស់ខ្ញុំបាទជារៀងរាល់ថ្ងៃនៅក្នុងពិភពលោកយើងនេះគ្មានអ្នកណាម្នាក់ដែលមិនធ្លាប់សុបិននោះទេគ្រាន់តែវាតិចឬច្រើនប៉ុណ្ណោះអ្នកវិទ្យាសាស្ត្រមួយចំនួនបានបកស្រាយថានៅពេលដែលមនុស្សមួយចំនួនមានសុបិននៅពេលដែលលង់លក់ក្នុងដំណេកនោះគឺវាកើតចេញពីសកម្មភាពនានាដែលពាក់ព័ន្ធនឹងជីវិតប្រចាំថ្ងៃរបស់យើងជាពិសេសគឺអារម្មណ៍ផ្សេងៗគ្នាប៉ុណ្ណោះដោយឡែកមនុស្សមួយចំនួនដែលជឿទៅលើអបិយជំនឿក៏មិនបានគិតដូច្នោះឡើយដោយពួកគេគិតថាការយល់សប្តិនីមួយៗសុទ្ធតែមានប្រផ្នូលឬជាការឲ្យហេតុនាំទៅរកគ្រោះចង្រៃឬលាភសំណាងផ្សេងៗនេះមិនទាន់រាប់បញ្ចូលអ្នកដែលចូលចិត្តកាត់លេខឆ្នោតផងដែរវីដេអូរបស់ខ្ញុំបាទថ្ងៃនេះនឹងនាំអារម្មណ៍អ្នកទាំងអស់គ្នាទៅស្គាល់អំពីសុបិនទាំង20ដែលមនុស្សគ្រប់គ្នាជឿថាសុបិនទាំងនោះគឺអាចនាំលាភសក្ការៈមកដល់ខ្លួនចង់ដឹងថាតើសុបិនទាំង20យ៉ាងនោះគឺមានអ្វីខ្លះយើងទៅស្ដាប់វីដេអូទាំងអស់គ្នាទី1យល់សប្តិឃើញរាប់លុយប្រសិនបើអ្នកសុបិនឃើញរាប់លុយគឺមានន័យថាវាជាសញ្ញានៃភាពជោគជ័យក្នុងកិច្ចការបន្ទាប់ចំណែកអ្នកដែលនៅលីវនឹងមានលទ្ធផលល្អខ្លាំងក្នុងរឿងស្នេហាខណៈអ្នកដែលរៀបការហើយក៏វាមានសញ្ញាល្អនៃជីវិតដែលផ្ដល់សុភមង្គលនិងទ្រព្យសម្បត្តិជាច្រើនផងដែរទី2យល់សុបិនឃើញឈាមមនុស្សមួយចំនួនគិតថាពេលដែលសុបិនឃើញឈាមប្រកាសជាកើតរឿងមិនល្អនៅក្នុងគ្រួសារហើយប៉ុន្តែផ្ទុយទៅវិញការយល់សុបិនឃើញឈាមគឺនឹងផ្ដល់សំណាងចូលមកក្នុងគ្រួសារហើយឈាមហូរគឺជាតំណាងឲ្យលុយហូរចូលផ្ទះថែមទៀតផងទី3យល់សប្តិឃើញពស់ប្រសិនបើយើងយល់សប្តិឃើញពស់វាចូលផ្ទះគឺជាសញ្ញានៃការកើនធនធានបើអ្នកជាសហគ្រិននោះស្ថានភាពអាជីវកម្មនឹងរីកចម្រើនដល់កម្រិតថ្មីមួយលើសពីនេះទៅទៀតអ្នកដែលយល់សប្តិឃើញពស់ដេញចឹកមានន័យថាជិតដល់គូស្រករហើយដូច្នោះគឺត្រូវត្រៀមខ្លួនក្នុងជីវិតគូឆាប់ទៅទី4យល់សប្តិឃើញព្រះពុទ្ធនៅពេលដែលមនុស្សម្នាក់យល់សប្តិឃើញរូបព្រះពុទ្ធគឺវាជាប្រផ្នូលល្អដែលតំណាងឲ្យសន្តិភាពផ្លូវចិត្តជីវិតដ៏មានសុភមង្គលនិងសំណាងកាន់តែខ្លាំងនៅថ្ងៃអនាគតរីឯអ្នកជំនួញវិញក៏មិនខុសគ្នាដែរពួកគេនឹងជួបតែសំណាងល្អក្នុងការរកស៊ីរបស់ពួកគេទី5យល់សប្តិឃើញស្ទូចត្រីការយល់សប្តិឃើញស្ទូចត្រីគឺជាសកម្មភាពជំនះដោយភាពអត់ធ្មត់សុបិននេះបង្ហាញថាអ្នកនឹងទទួលបានលុយនិងកិត្តិយសនៅពេលអនាគតកំឡោះនឹងឆាប់ជួបគូព្រេងខណៈស្ត្រីនឹងឆាប់មានផ្ទៃពោះឬធ្វើជំនួញដែលភាពជោគជ័យបានដោយរលូនថែមទៀតផងទី6យល់សប្តិឃើញទន្លេក្នុងសម័យបុរាណទឹកគឺជាវត្ថុតំណាងឲ្យលុយសុបិនឃើញទន្លេគឺឲ្យហេតុថាអាជីពរបស់អ្នកនឹងដល់ចំណុចផ្លាស់ប្ដូរដ៏អស្ចារ្យមួយដោយចំណូលគឺកាន់តែកើនឡើងចំណែកឯជីវិតវិញគឺកាន់តែមានបាននិងសម្បូរសប្បាយថែមទៀតផងទី7យល់សប្តិឃើញភ្លើងការយល់សប្តិឃើញភ្លើងដូច្នោះគឺមានន័យថាសំណាងរបស់អ្នកនៅក្នុងពេលអនាគតគឺនឹងមកក្នុងរយៈពេលមួយដ៏ខ្លីជាពិសេសអ្នកក៏អាចមានឱកាសធំក្នុងការធ្វើសហការព្រមទាំងជោគជ័យក្នុងអាជីពដើម្បីទទួលភាពជោគជ័យដ៏ធំមួយក្នុងថ្ងៃអនាគតនិងក្នុងពេលឆាប់នេះថែមទៀតផងទី8យល់សប្តិឃើញភ្ញៀវមកលេងផ្ទះប្រសិនបើអ្នកយល់សប្តិឃើញសុបិនបែបនេះគឺជាសញ្ញាថាគ្រួសាររបស់អ្នកជិតបានសប្បាយចិត្តនឹងទ្រព្យសម្បត្តិហូរចូលផ្ទះជាពិសេសពួកគេក៏ជឿថាអ្នកអាចមានការងាររីកចម្រើនដោយរលូននៅក្នុងកន្លែងការងារនិងទទួលបានភោគផលជាច្រើនផងដែរទី9យល់សប្តិឃើញទិញគ្រឿងអលង្ការរបស់មានតម្លៃទាំងអស់ដែលចាត់ចូលជាគ្រឿងអលង្ការនៅពេលដែលលោកអ្នកបានយល់សប្តិឃើញវាមានន័យថារឿងរ៉ាវស្នេហានៅពេលអនាគតនឹងមានលទ្ធផលល្អខ្លាំងណាស់ចំពោះនារីដែលនៅលីវវិញនឹងអាចរកឃើញមេអណ្ដើកដ៏ល្អមួយដែលអាចនាំឲ្យជួបគូស្នេហ៍ក្នុងពេលឆាប់ហើយថែមទាំងអាចរៀបការទទួលបានសុភមង្គលថែមទៀតផង
ទី10យល់សប្តិឃើញមានផ្ទៃពោះពេលដែលអ្នកយល់សប្តិឃើញមានផ្ទៃពោះគឺជាប្រផ្នូលដ៏ល្អមួយដែលបង្ហាញពីជីវិតដ៏រីករាយសម្បូរសប្បាយនិងសុខដុមរមនាស្ត្រីមានស្វាមីនឹងឆាប់មានផ្ទៃពោះខណៈនារីនៅលីវនឹងចិត្តរកគូឃើញក្នុងជីវិតទី11យល់សប្តិឃើញលុយសំណាងដូចជាឈ្នះឆ្នោតឬបានទទួលអាំងប៉ាវនៅពេលដែលអ្នកយល់សប្តិឃើញលុយសំណាងមួយចំនួនដូចជាការឈ្នះឆ្នោតឬទទួលបានអាំងប៉ាវវាគឺជាសញ្ញានៃដំណឹងល្អក្នុងការងារដែលជាលទ្ធផលនៃការប្រឹងប្រែងក្នុងរយៈពេលតាំងពីយូរមកហើយជាពិសេសវាក៏អាចផ្ដល់នូវតំណែងមួយដ៏រឹងមាំរបស់អ្នកនៅក្នុងអាជីពការងារហើយសកម្មភាពមួយចំនួនដែលអ្នកកំពុងតែធ្វើដោយសន្សឹមកុំបង្បោលក៏នឹងជោគជ័យនៅក្នុងថ្ងៃណាមួយដោយបំណងពងប្រាថ្នាផងដែរទី12យល់សប្តិឃើញគេសើចចំអកដាក់អ្នកសូមលោកអ្នកកុំបារម្ភថានៅពេលដែលលោកអ្នកឃើញគេសើចចំអកដាក់គឺជាមនុស្សអាក្រក់គេសើចចំអកដាក់គឺជាក់ស្ដែងគឺយើងចិត្តទទួលបានផលតបស្នងពីការខិតខំអស់ជាច្រើនឆ្នាំមកហើយការយល់សប្តិឃើញគេសើចចំអកដាក់បែបនេះគឺមានន័យថាលុយក៏ហូរចូលដូចទឹកគេឈ្មោះក៏កាន់តែល្អនិងទទួលបានកោតសរសើរច្រើនពីមនុស្សជុំវិញខ្លួនផងដែរទី13សុបិនឃើញត្រីឬសុបិនឃើញចាប់ត្រីពេលដែលលោកអ្នកសុបិនឃើញត្រីឬចាប់ត្រីបានជាច្រើនដែលកំពុងហែលនោះទំនាយបានបញ្ជាក់ថាលោកអ្នកនឹងទទួលបានជោគលាភឬទទួលបានអំណោយជារបស់របរជាច្រើនក្រៅពីនេះទៅទៀតលោកអ្នកក៏អាចទទួលបានការងារដ៏ល្អប្រសើរថែមទៀតចំពោះអ្នកដែលពុំទាន់មានការងារធ្វើចំណែកឯអ្នកមានគូស្រករនិងអ្នកកំពុងមានការងារធ្វើតែងតែជួបសំណាងល្អថែមទៀតផងទី14សុបិនឃើញអណ្ដើកឬចាប់អណ្ដើកឬកន្ធាយទឹកទំនាយនេះបានបញ្ជាក់ថាគឺជាសុបិនមួយដ៏ល្អដែលទទួលបានជោគលាភពីសត្វជើង4ឬសត្វជើង2ក្នុងរយៈពេលមិនយូរទៀតនោះទេព្រោះពួកគេជឿថាអណ្ដើកជាសត្វស្លូតដែលផ្ដល់ផលប្រយោជន៍ដល់មនុស្សទី15យល់សប្តិឃើញមនុស្សស្លាប់នៅពេលដែលលោកអ្នកយល់សប្តិឃើញមនុស្សស្លាប់ប្រហែលជាលោកអ្នកគិតថាយល់សប្តិនេះមិនល្អនោះទេតែផ្ទុយទៅវិញទំនាយបានបញ្ជាក់ថាលោកអ្នកនឹងទទួលបានជោគលាភពីការផ្សងសំណាងឬជោគលាភពីការជួញដូរតួនាទីការងារអ្វីមួយបើសិនក្នុងសុបិនឃើញថាមនុស្សស្លាប់មានទឹកលឿងនិងដង្កូវចោះផងនោះសុបិននោះនឹងមានជោគសំណាងល្អខ្ពស់ទ្វេដងថែមទៀតផងទី16សុបិនឃើញខ្មោចប្រេតឬបិសាចមកលងក្នុងសុបិននៅពេលដែលមនុស្សគ្រប់គ្នាយល់សប្តិឃើញខ្មោចប្រេតឬបិសាចមកលងក្នុងសុបិនពួកគេតែងតែមានការភ័យខ្លាចនិងគិតថាមានរឿងមិនល្អកើតឡើងប៉ុន្តែទំនាយបែបនេះគឺបញ្ជាក់ថាលោកអ្នកនឹងអស់គ្រោះហើយនឹងមានជោគសំណាងពីការផ្សងសំណាងមានលាភសំណាងនឹងឈានចូលមកដល់ក្នុងពេលឆាប់នេះទី17សុបិនឃើញសត្វឆ្មាទំនាយបានបញ្ជាក់ថានៅពេលដែលលោកអ្នកសុបិនឃើញសត្វឆ្មាគឺលោកអ្នកនឹងទទួលបានលាភសក្ការៈនិងការកោតសរសើរពីមនុស្សផងទាំងពួងចាស់ក្មេងរួមទាំងអ្នកគ្រប់គ្រងបញ្គាប់បញ្ជារបស់អ្នកថែមទៀតផងទី18សុបិនឃើញកាត់សក់នៅពេលដែលលោកអ្នកសុបិនឃើញកាត់សក់គឺមានទំនាយបញ្ជាក់ថាគ្រោះទាំងអស់នឹងទៅឆ្ងាយពីអ្នកហើយលោកអ្នកនឹងឈ្នះរឿងក្តីអាការៈឈឺថ្កាត់ផ្សេងនឹងបានធូរស្រាលចុះឯរឿងរ៉ាវក្តីក្តាមទាំងអស់ក៏បានធូរស្បើយថែមទៀតផងទី19សុបិនថាយំសុបិនថាយំប្រកាសជាវេទនាណាស់ហើយប៉ុន្តែវាមិនមែនដោយអ្វីដែលអ្នកគិតនោះទេទំនាយបញ្ជាក់ថាលោកអ្នកនឹងអាចទទួលរបស់ដែលលោកអ្នកបាត់មកវិញក្នុងពេលឆាប់នេះហើយមិនដូច្នោះទេលោកអ្នកក៏អាចជួបលាភដ៏ធំហួសពីការស្មានដែលចូលមកក្នុងជីវិតរបស់លោកអ្នកថែមទៀតផងទី20សុបិនឃើញក្មេងឬសុបិនឃើញ3ក្មេងទំនាយបញ្ជាក់ថាបើលោកអ្នកសុបិនឃើញទារកសថ្លុះនោះនឹងប្រាប់ហេតុឲ្យអ្នកដឹងថាអ្នកនឹងបានលាភជាប្រកាសឬបុត្រនៅក្នុងពេលឆាប់នេះចំណែកឯលោកអ្នកសុបិនឃើញ3ក្មេងវិញទំនាយបញ្ជាក់ថាសុបិនឃើញ3ក្មេងបែបនេះចាស់បុរាណថាអ្នកនឹងទទួលបានលាភឬអាចបានបុត្រក្នុងពេលឆាប់នេះផងដែរជាពិសេសបើអ្នកមិនទាន់បានគូព្រេងក៏អាចទទួលបានគូព្រេងផងដែរទោះជាយ៉ាងណាវាគ្រាន់តែជាជំនឿរបស់មនុស្សមួយចំនួនប៉ុណ្ណោះបើសិនជាអ្នកសុបិនឃើញរឿងទាំងនេះសូមកុំអាលអដល់ថ្នាក់លែងសូវចង់ធ្វើអ្វីហើយដេករង់ចាំតែសំណាងធ្លាក់មកឲ្យសោះ
ព្រោះវាសនាមនុស្សគឺមិនមែនពឹងតែលើយល់សប្តិទាំងអស់នេះនោះឡើយអ្វីដែលសំខាន់គឺពឹងពាក់លើសមត្ថភាពនិងឱកាសរួមផ្សំជាមួយនឹងសំណាងទាំងអស់ផងដែរ